안녕. 우리 지금 오른쪽이 포티, 야, 왼쪽이 석리야. 블루 석리야. 두 친구가 여자친구고요. 우리 សូមស្វាគមន៍មកកាន់ដំណើរកំសាន្តទៅកាន់ Everland សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដោយដែលបានបង្ហាញចំណងជើងនៅខាងលើអញ្ចឹងគឺពួកខ្ញុំធ្វើដំណើរជុំគ្នាទៅកាន់សួនកំសាន្ត Everland ក្នុងគោលបំណងដើម្បីជូនដំណើរ Jimmy ព្រោះថា Jimmy ហើយនិងពួកខ្ញុំគឺជាបងប្អូនពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េហើយ Jimmy គឺគាត់ត្រូវដាច់អាណត្តិត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាវិញដូច្នេះមុននឹងគាត់ទៅគឺពួកខ្ញុំធ្វើដំណើរកំសាន្តនេះមួយជុំគ្នាឡើងដើម្បីទុកជាអនុស្សាវរីយ៍ងាកមកការធ្វើដំណើររបស់ពួកយើងវិញបន្ទាប់ពីជិះរថភ្លើងធំមកឥឡូវយើងមកដល់រថភ្លើងតូចហើយរថភ្លើងតូចនេះគឺប្លែកមែនទែនបងប្អូនគឺវាទៅអូតូដោយខ្លួនឯងមិនមានអ្នកបើកទេហើយដល់ចំណត់ក៏វាឈប់ខ្លួនឯងដែរអញ្ចឹងបងប្អូនសូមទស្សនាមើលទេសភាពលេងបន្តិចទៅនៅលើរថភ្លើងតូចនេះថ្ងៃនេះសុំសើចសុំសប្បាយបានតែងដើម្បីយកកំឡុងត្រឡប់ទៅវិញសាថ្មជីវិតសាថ្មជីវិតពេលហត់ពេលនឿយសុំឈប់សម្រាកមិនតែងទៅដើរលេងទៅមើលពិភពលោកឲ្យបែរដងបានស្បាយឲ្យជីវិតមានរេសថ្មីសាថ្មជីវិតសាថ្មជីវិតហត់ត្រូវសម្រាកឲ្យចេញបន្ទាប់ពីពួកខ្ញុំបានជិះរថភ្លើងតូចសប្បាយប្រហែលជាកន្លះម៉ោងមកឥឡូវគឺត្រូវជិះឡានក្រុងបន្តទៀតបងប្អូនហើយឡានក្រុងនេះគឺជាឡានក្រុងរបស់ក្រុមហ៊ុន Everland តែម្ដងគឺគេមានជើងគេចេញចូលទៅវិញទៅមកពីស្ថានីយ៍រថភ្លើងឆុនតេ Everland នេះទៅកន្លែងសួនកំសាន្ត Everland តែម្ដងឥឡូវបន្ទាប់ពីជិះឡានក្រុងប្រហែលជាខ្ទង់10នាទីឥឡូវគឺយើងបានមកដល់កន្លែង Everland បងប្អូនសួនកំសាន្តនេះហើយដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យហើយថ្ងៃច័ន្ទថ្ងៃអង្គារនៅក្នុងប្រទេសកូរ៉េហ្នឹងគេមានបនរដូវក្តៅអញ្ចឹងគឺត្រូវឈប់បន្តទៀតអញ្ចឹងគឺថាមនុស្សមកលេងច្រើនមែនទែនហើយចំពោះសម្បត្តិចូលមកកន្លែងនេះគឺប្រហែលជាល្បាក់ខ្ទង់$34បងប្អូនក្នុងម្នាក់អញ្ចឹងបន្ទាប់ពីនេះទៅគឺបងប្អូនសូមទៅមើលទេសភាពនៅខាងក្នុងនឹងបន្តិចទៅហើយពួកខ្ញុំរកញ៉ាំអីពេលថ្ងៃបន្តិចហើយបន្ទាប់មកគឺពួកខ្ញុំនឹងទៅដើរលេងមើលនៅខាងក្នុងបន្តទៀតហើយនឹងផ្ដិតយកនៅទេសភាពទិដ្ឋភាពស្អាតៗជូនបងប្អូនបានទស្សនាបន្តទៀតជីវិតហត់ត្រូវសម្រាកហើយចេញញញឹមថ្ងៃនេះដើរលេងឲ្យចិត្តបានសប្បាយស្អែកមានកម្លាំងចាប់តមថ្មីទៀតសាថ្មជីវិតសាថ្មជីវិតហត់ใจសម្រាកហត់ចេញញញឹមជីវិតពេលនេះឲ្យចិត្តទៅមកបងសាថ្មឲ្យពេញហើយបន្តទៅមក안내 버려. Bây giờ đánh pen. Ở đây chi bằng vài. Ta mới bán chi rồi đây. នឹងឲ្យបងប្អូនទាំងអស់គ្នាពួកខ្ញុំរងចាំជីកត្រកចុះទៅខាងក្រោមអញ្ចឹងបងប្អូនហើយនិយាយទៅបើសិនជាចុះដើរតាមទីទៀតអត់មានអីហត់ផងណាបងប្អូនយើងចុះពីលើទៅក្រោមប៉ុន្តែដោយសារហេតុតែចង់ចាំជីឲ្យស្គាល់រសជាតិអញ្ចឹងប៉ុន្តែចាំយូរមែនទែនស្ដាយពេលបងប្អូនហើយអញ្ចឹងយើងទៅមើលនៅខាងក្រោមបន្តទៀតបងប្អូនតែពីរនាក់ហ្នឹងសាប់5នាក់ហ្នឹងបងប្អូនវាម៉ែអើយកូនមកស្គាល់ខ្លាយមកដូចកូនណាម៉ែអើយមកស្គាល់ឯបាញ់កូនណាយ៉ាមិនមែនខ្លាទៅខ្លាខ្លាដបងធំជាងគេខ្លាខាន់ប៉ិនឆ្មាអាហ្នឹងហើយមិនបីដាច់បីនៅណែគ្រូ가볼게요. 얘들아, 안녕하세요. 안녕하세요. 굉장히 똑똑하죠? 우리 នឹងឲ្យបងប្អូនទាំងអស់គ្នាសត្វប្រពៃនេះគឺវាចេះមែនទែនគឺវាអញ្ញងអាសេអូយើងគឺវាសួស្ដីមកកាន់យើងអញ្ចឹងឥឡូវនេះគឺពុកខ្ញុំនៅលើឡានប៉ុន្តែចង់ជម្រាបជូនបងប្អូនបន្តិចថាមុនបានឡើងមកដល់លើឡានហ្នឹងបងប្អូនហើយតម្រង់ជួរឡើងវែងរងចាំប្រហែលជាខ្ទង់3ម៉ោងតែដល់ពេលបានជិះឡានមើលសត្វជីប្រហែលជាខ្ទង់មិនដល់10នាទីបងប្អូនចប់ជីចប់មើលអស់លីងអត់ដល់10នាទីអើយមនុស្សច្រើនមែនទែនបងប្អូនហើយ만병통치약이라는 헛소문이 퍼져서 현재는
많은 미디어분들에 의해 멸종위기 중인 친구들입니다. 우리 많은 것인가 사랑 많이 보죠. 우리 이렇게 멋진 펠리컨 친구들까지 만나봤겠다. 우리 자리에 꼭 앉아주시면 애를 먹었는데요. 우리 그중에 저 유연한 거리 돌돌 말아 사람의 입 모양으로 만든 휘바람을 불듯이 호흡으로 좋아. 가운데 있는 마루는 이제 3살도 되지 않은 아가 기린이고요. 한번 친구들 한 번 더 만나보고 네, 안쪽으로 더 들어가 주세요. អូយមិនដែលបានឃើញសត្វ giraffe ហ្នឹងទេអាសត្វកវែងហ្នឹងដល់ពេលឃើញអញ្ចឹងទៅចង់ទៅហៅវាមកវាស់កម្ពស់ស្មើមួយដូចហ្មងបងប្អូន 손 안 좀, don't touch, don't touch. ហ្នឹងហើយបងប្អូនទាំងអស់គ្នាពេលអាសត្វកវែងវាមកចិត្តយើងគេហាមមិនឲ្យយើងប៉ះហើយយើងមើលទៅយើងថតទៅបងប្អូន 옆으로 와서 얌전히 우리 친구들 한번 만나볼 텐데요. 그루야, 이리 와. 우리 친구들이 놀랄 수 있으니 꼭 눈과 손으로 만지지 마시고 눈과 핸드폰, 카메라 렌즈로만 만나볼게요. 오 안녕 우리 지금 오른쪽이 포티, 왼쪽이 석리야 그루입니다. 두 친구가 야구 친구고요. 우리 그루가 더 동생이에요. 포티가 언니고요. 네, 마지막 창문까지 만나볼게요. 그루. 아, 포티가 가버렸네요. 우리 그루 마지막 창문까지 한 번 더 사진 많이 찍으세요. 귀엽죠? 우리 가까이 와준 그루 공주님과 포티 고맙다고 인사하면서 다음 친구 만나볼게요. 얘들아 고마워. 안녕. 굉장히 어머 우리 용순이가 ហ្នឹងហើយបងប្អូនទាំងអស់គ្នាអាសត្វ giraffe សត្វកវែងនេះវាពេលដែលឃើញឡានមកអញ្ចឹងវាមកអឺតអញ្ចឹងដោយសារអីទេបងប្អូនដោយសារតែពេលវាមកអឺតអញ្ចឹងទៅខាងបុគ្គលិកនៅខាងគេហ្នឹងគឺគេមានអាស្លឹករកជាតិឲ្យវាស៊ីអញ្ចឹងបងប្អូនអូយអានេះតោះឯកយើងមិនស៊ីបងប្អូនឥឡូវមកដល់វគ្គយើងហូបវិញម្ដងបងប្អូន នឹងហើយអរគុណបងប្អូនអរគ្នាបន្ទាប់ពីពួកខ្ញុំញ៉ាំអីម្ដងទៀតរួចហើយឥឡូវពួកខ្ញុំបានចេញមកដើរមកជុំដើម្បីមើលទេសភាពម្ដងទៀតហើយនេះគឺជាអនុស្សាវរីយ៍ដ៏ល្អរបស់ពួកយើងមុននឹងជីមីគាត់ត្រឡប់ទៅមាតុភូមិនៅប្រទេសកម្ពុជាយើងវិញហើយលើកក្រោយគឺវេនខ្ញុំម្ដងហើយគឺវេន admin ហើយអញ្ចឹងខ្ញុំ admin ក៏ដូចគ្នាដែរបងប្អូនត្រូវដាច់អាណត្តិត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាវិញហើយនេះគឺជាអនុស្សាវរីយ៍ដ៏មានន័យបងប្អូនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែរដែលបានចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូមួយនេះសង្ឃឹមថាពេលក្រោយខ្ញុំនឹងមានឱកាសចេញវីដេអូជូនបងប្អូនបានទស្សនានៅវីដេអូសប្បាយៗបែបនេះទៀតអរគុណបងប្អូន ធ្វើការរត់ថ្ងៃភ្លេចមើលថែខ្លួនបាញ់ហើយច្រើនពេកធ្វើឲ្យខួរក្បាលធុញពេលខ្លះ stress ខ្លាំងទៅកន្លែងមួយមិនគូសពសិនទុកការងារ